គ្នាយើងមកចំនួនហ្នឹងសួរពូថាចុំពូដាក់ពេជ្រ Mobile Legends ច្រើនម៉េះពូមានបានដាក់ណា Mobile Legends give ឲ្យតែនេះ4800កាលពីសប្តាហ៍មុនមិនបាន Mobile Legends give ឲ្យដោយសារតែពូគឺជាសមាជិក KL របស់ Mobile Legends មិនតែប៉ុណ្ណោះ Mobile Legends ក៏ឲ្យ skin trail ថ្មីសម្រាប់ឲ្យយើងយកទៅតេស្តលេងដែរយកទៅធ្វើវីដេអូដើម្បីប្រម៉ូទណែនាំនិងឲ្យជាពេជ្រត្រឡប់មកវិញអូតាមកាប៉ិតហ្នឹងចឹងឯងនេះយើងប្រកាសជាឆ្ងល់ហើយត្រូវអត់ថាធ្វើមិនបានចូលជា KL របស់ Mobile Legends មុននឹងខ្លាយជា KL របស់ Mobile Legends គ្នាយើងត្រូវធ្វើវីដេអូឲ្យបានសិនធ្វើក្នុង platform មួយណាក៏បានដែរមិនថា Facebook YouTube ឬក៏ TikTok យើងធ្វើឲ្យមាន fan មាន follower សិនមករងចាំខាង Mobile Legends ប្រកាសរើស KL បន្ថែមគេនឹងឲ្យ KL ចាស់ប្រាប់ពីដំណឹងមួយនេះទៅដល់គ្នាយើងគេនឹងឲ្យ link មួយដើម្បីឲ្យគ្នាយើង submit ព័ត៌មានផ្សេងប្រៀបដូចជាយើងដាក់ស្នើសុំគេអញ្ចឹងហើយបើព័ត៌មានរបស់យើងត្រឹមត្រូវគ្រប់លក្ខខណ្ឌរបស់គេនោះយើងនឹងខ្លាយជាសមាជិក KL របស់ Mobile Legends ហើយមិនមែនថាឲ្យតែខ្លាយជា member KL របស់ Mobile Legends ហើយដឹងតែបានពេជ្រអូតូទេបើសិនជាយើងមិនខំធ្វើវីដេអូ Mobile Legends នឹងតម្រូវឲ្យយើងធ្វើវីដេអូទៅតាមលក្ខខណ្ឌរបស់គេដូចជាលេង skin ថ្មីដែលទើបនឹងចេញអញ្ចឹងណាគេនឹងដាក់កិច្ចការដើម្បីឲ្យយើងធ្វើតម្រូវឲ្យយើងធ្វើពីអីបង្យល់ពី skin ឬ event ផ្សេងអញ្ចឹងធ្វើរួចហើយយើងត្រូវ submit វីដេអូរបស់យើងទៅឲ្យខាង Mobile Legends គេនឹងឲ្យ diamond ទៅតាម view ច្រើនបាន diamond ច្រើន view តិចបាន diamond តិចសរុបមកគ្មានអ្វីដែលបានមកដោយ free ទេសុទ្ធសឹងតែមានការដោះដូរមុននឹងចង់បានអត្ថប្រយោជន៍ទាំងនេះគ្នាយើងត្រូវតែខំប្រឹង build ខ្លួនឯងឲ្យល្អសិនឲ្យតែគ្នាយើងខំធ្វើវីដេអូឲ្យមាន follow ច្រើន view ច្រើននិងមានអត្ថប្រយោជន៍ជាច្រើនកំពុងតែរងចាំយើងអឺអត់ចាំមែន